រដ្ឋនិងអាជ្ញាធរត្រេកអរជាពន់ពេកខណៈទទួលបានស្ពានថ្មីឆ្លងកាត់ស្ទឹងសែននៅឃុំឈូកស្រុកប្រាសាទសម្បូរដែលជាអំណោយសម្ដេចធិបតីហ៊ុនម៉ាណែតបានស្ពាននេះគឺសប្បាយរីករាយណាស់សប្បាយនេះមហាសែនសប្បាយគឺរកអ្វីព្រៀបផ្ទឹមស្មើពិបាកដល់សម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលបានជំនួយស្ពានសាងសង់អំពីថ្មប៊ីតុងនេះយើងខ្ញុំត្រេកអរនៅក្នុងភូមិឈុកតឹងឃុំឈូកស្រុកប្រាសាទដំបូងសូមត្រេកអរអរគុណចំពោះសម្ដេចខេត្តកំពង់ធំប្រជាពលរដ្ឋនិងអាជ្ញាធរសប្បាយរីករាយទទួលបានស្ពានថ្មីប្រវែង144ម៉ែត្រឆ្លងកាត់ស្ទឹងសែននៅឃុំឈូកស្រុកប្រាសាទសម្បូរដែលជាអំណោយសម្ដេចធិបតីហ៊ុនម៉ាណែតលោកឃឹមសុខៀងអភិបាលស្រុកប្រាសាទសម្បូរបានបញ្ជាក់ប្រាប់ក្រុមការងារអ្នកយកព័ត៌មាននៅថ្ងៃទី17ខែមីនាឆ្នាំ2025នេះថាចក្ខុវិស័យកម្ពុជារបស់រាជរដ្ឋាភិបាលអាណត្តិទី7ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបានដាក់ចេញនៅបេសកកម្មជាប្រវត្តិសាស្ត្រដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ2050តាមរយៈការដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលមានបាវចនា5គឺកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពដោយផ្អែកលើអតិភិបគន្លឹះចំនួន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យា Digital លោកបន្តថាប្រយោជន៍នៃស្ពាននេះបានបម្រើផ្នែកសេដ្ឋកិច្ចនិងសង្គមមានសក្តានុពលសម្រាប់ការទំនាក់ទំនងទទួលសេវាសង្គមនិងសេវាសាធារណៈជូនប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងខ្លាំងដោយឃើញពីទឹកចិត្តថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋសូមឲ្យសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតមានសុខភាពល្អបន្តដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតគួរបញ្ជាក់ថាស្ពានបេតុងមានប្រវែង144ម៉ែត្រទទឹង8ម៉ែត្រកម្ពស់15ម៉ែត្រនិងសាងសង់ផ្លូវបេតុង300ម៉ែត្រដោយភ្ជាប់ពីចំណុចភូមិឈូកស្ទឹងឃុំឈូកទៅភូមិបឹងខ្វែកឃុំស្រើងស្រុកប្រាសាទសម្បូរស្ថាបនាដោយកងវិស្វកម្មដេជហ៊ុនសែនសៀមរាបក្រុមកស្ថាបនារយៈពេល12ខែដោយចាប់កិត្តពីថ្ងៃទី15ខែធ្នូឆ្នាំ2024រហូតដល់ដំណាច់ខែធ្នូឆ្នាំ2025នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ខេត្តកំពង់ធំដែលជាស្ពានទី9ឆ្លងកាត់ស្ទឹងសែនតាមរយៈក្រសួងអភិវឌ្ឍជនបទបងប្អូនទាំងអស់គ្នាជួយបរិច្ចាគមកខាងមន្ទីរពេទ្យគុណខបុប្ផាទាំងអស់គ្នាដើម្បីកុមារកម្ពុជាយើងចាអរគុណភាពញញឹមរបស់កុមារគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា